សប្តាហ៍នេះពេជ្រសម្បត្តិជួបរបស់ពិតហើយដែលត្រូវប៉ះជើងខ្លាំងមកពីប្រទេសអូស្ត្រាលីជាម្ចាស់ខ្សែក្រវ៉ាត់ WBC ចំនួន2គ្រឿងនៅថ្ងៃទី15ខែមីនាឆ្នាំ2025ពោលថ្ងៃសៅរ៍សប្តាហ៍នេះពេជ្រសម្បត្តិត្រូវមានភារកិច្ចការពារខ្សែក្រវ៉ាត់មាសរបស់ខ្លួនក្នុងកម្មវិធី Extreme Cambodia នៅសង្វៀនហងមាសព្រែកឯងដែលត្រូវជួបជើងខ្លាំងមកពីប្រទេសអូស្ត្រាលីជាម្ចាស់ខ្សែក្រវ៉ាត់ WBC ចំនួន2គ្រឿងរូបគេមានឈ្មោះថា Josma Khuluchគិតត្រឹមខែកុម្ភៈឆ្នាំ2025ចុះទើបប្រកួតបែបអាជីពដោយក្នុងនោះចាញ់ចំនួន2ដងឈ្នះចំនួន10ដងកីឡាកររូបនេះបានឈ្នះជើងខ្លាំងថៃជាច្រើនអ្នករួចមកហើយតាមរយៈវីដេអូក្នុងឱកាសអញ្ជើញទៅទទួលកីឡាករ Josma Khuluch នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីម្សិលមិញថ្ងៃទី9ខែមីនាឆ្នាំ2025លោកគ្រីពីឡុតពិធីករនិងជាអ្នកចាប់គូប្រចាំស្ថានីយ៍រស្មីហងមាសបានលើកឡើងថាមកជួបផ្ទាល់អញ្ចឹងទើបដឹងថាមិនធម្មតាទេតាន់មែនទែននេះជាបេក្ខភាពដែលមកដណ្ដើមខ្សែក្រវ៉ាត់មាសពីក្របីព្រៃពេជ្រសម្បត្តិគឺ Josma Khuluch ម្ចាស់ខ្សែក្រវ៉ាត់ WBC ចំនួន2គ្រឿងគឺកីឡាកររបស់អូស្ត្រាលីលោកគ្រីពីឡុតបានលើកឡើងជាទស្សនៈថាសម័យកាលមួយនេះដូចជាមិនស្រួលប៉ុន្មានទេសម្រាប់ពេជ្រសម្បត្តិក្នុងមហាព្រឹត្តិការណ៍ Extreme Fight Out the Year សូមបញ្ជាក់ថាកាលពីប៉ុន្មានខែមុនពេជ្រសម្បត្តិបានការពារខ្សែក្រវ៉ាត់មាសរបស់ខ្លួនបានសម្រេចមួយលើករួចមកហើយដោយការនោះជើងខ្លាំងមកពីប្រទេសបារាំងដែលជាម្ចាស់ខ្សែក្រវ៉ាត់ WBC ចំនួន1គ្រឿងចូលមកដណ្ដើមតែត្រូវបរាជ័យទៅវិញដោយពេជ្រសម្បត្តិផ្ដួលឲ្យសន្លប់ឧបត្ថម្ភធំដោយគិតពីសុខភាពនឹកដល់ទឹកត្រចៀកកម្ម Black Bird ម៉ូតូអគ្គិសនី JB ធ្វើដំណើរ100គីឡូម៉ែត្រចំណាយត្រឹមតែ 2200 រៀលប៉ុណ្ណោះ JB កើនប្រាក់ចំណូលគ្រួសារមានសុភមង្គល